សួស្តីអ្នកទាំងអស់គ្នាខ្ញុំជាកូនអ្នកកំពង់ស្ពឺតោះថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងដែលខ្ញុំឧស្សាហ៍ទៅបំផុតហើយអត់ដែលចេះធុញទេគឺម្ដុំភ្នំអារ៉ាល់ទេតពុះនឹងឯងហើយកន្លែងទី1ដែលខ្ញុំចូលមុនគេហ្នឹងគឺចូលមកចាក់សាំងសិនហើយនៅចិត្តហ្នឹងមានគេលក់នំប៉័ងជ្រូកខ្វៃខ្ញុំក៏ចូលទិញតែឆ្ងាញ់មែនអ្នកទាំងអស់គ្នាឆ្ងាញ់របស់គេហើយបន្ទាប់មកនៅចិត្តហ្នឹងក៏មានលក់លៀសអញ្ចឹងខ្ញុំទិញលៀសទៀតជីបានមិនទេចង់ទិញម្ជូរយកទៅញ៉ាំតាមផ្លូវក៏ចូលឈប់ទិញម្ជូរនៅកន្លែងម៉ាក់អូនហេលក់ម្ជូរឆ្ងាញ់ហ្នឹងហើយបានទិញដូងដែរអ្នកគ្នានិយាយទៅទិញរហូតហើយលៀសហ្នឹងថាហាលឲ្យវាស្ងួតជាងហ្នឹងតែមានអ្នកភ្លៀងទៀតហើយជីបានបន្តិចទៀតបានមកដល់ហាងកាហ្វេហ្នឹងគេទៅបើកអ្នកគ្នានៅលីមីងហ្នឹងហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺជាថ្ងៃដែលគេបើកសម្ពោធដំបូងអញ្ចឹងទៅក៏បាន free កាហ្វេដែរអ្នកគ្នាហើយ outfit check ញ៉ាំបែរដែរអរគុណបងសម្រាប់ភេសជ្ជៈ free ហើយកំងបានតាមចិត្តទៀតណាតែឆ្ងាញ់មែនអ្នកគ្នានៅនឹងហើយបន្ទាប់មកខ្ញុំអត់តន់ទៅទេខ្ញុំដើរមកថតនៅនឹងតែសភាពស្អាតហើយកន្លែងគាត់ប្រកែរៀបចំមែនអ្នកគ្នានិយាយទៅផ្លូវទៅភ្នំអារ៉ាល់ហ្នឹងទេចឹងខ្ញុំដើរមកថតវីដេអូលេងសិនអញ្ចឹងណាព្រោះអត់បញ្ញាប់ដែរអ្នកគ្នាយើងជិះបែបដើរលេងអញ្ចឹងណាហើយពួកខ្ញុំក៏បានបន្តដំណើរទៅមុខទៀតនិយាយទៅគ្រាន់តែបានឃើញទេសភាពតាមផ្លូវហ្នឹងក៏សប្បាយចិត្តបាត់ដែរអ្នកគ្នាអ្នកដែលស្រឡាញ់ព្រៃឈើព្រៃភ្នំអីហ្នឹងបានយល់អារម្មណ៍មួយហ្នឹងហ្មងហើយពួកខ្ញុំជិះបដាហូបបដានិយាយលេងបដាភ្លេចខ្លួនដល់តែទឹកពុះហើយអ្នកគ្នាតែទឹកពុះហ្នឹងគឺជាទឹកដែលពុះផុសចេញពីក្នុងដីបែបធម្មជាតិហ្មងហើយសីតុណ្ហភាពប្រហែលជា50ទៅ70អង្សាដែលយើងអាចអង្គុយត្រាំជើងបានអញ្ចឹងណាប៉ុន្តែកន្លែងដែលខ្ញុំថតនេះគឺអាចបានទេព្រោះដោយសារវាក្តៅខ្លាំងហើយកន្លែងដែលយើងអាចអង្គុយត្រាំជើងបានហ្នឹងគឺដោយសារតែមនុស្សច្រើនពេលដល់គ្នាថ្ងៃដែលខ្ញុំទៅហ្នឹងដោយសារតែមានបងគាត់ផ្សព្វផ្សាយពីតំបន់ទេសចរមួយហ្នឹងបានធ្វើឲ្យមនុស្សច្រើនជាង11ដងហើយឲ្យតែខ្ញុំមកគឺខ្ញុំអត់ដែលរំលងទេចូលអុជធូបកន្លែងលោកយាយមានដើម្បីសុំសុខសុំសប្បាយអញ្ចឹងណាហើយទៅវិញគឺប្រម៉ូទិញក្រូចអ្នកនរគ្នាក្រូចទាំងនឹងឆ្ងាញ់មែនហើយមុនមកផ្ទះវិញខ្ញុំចូលញ៉ាំបាយថ្ងៃសិនអ្នកនរគ្នាម៉ោង2ទៅបានបាយថ្ងៃហើយនេះអាម៉ែវទៅកើតកូនហើយមកតាមផ្លូវវាសតកោអ្នកនរគ្នាជិះតាមផ្លូវឃើញទេសភាពស្អាតក៏ចូលឈប់ថតរូបថតវីដេអូសិនខ្ទង់ម៉ោង4អ្នកនរគ្នាទេសភាពស្អាតមែនYes ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយទៀតបាយបាយ